ចាសួស្តីបងប្អូនថ្ងៃនេះយើងមកធ្វើនំបញ្ចុកសម្លប្រហើរហើយគ្រឿងផ្សំរបស់យើងសម្រាប់ស្លប្រហើរហ្នឹងគឺមានត្រីរ៉ស់មួយខ្ញុំយកទៅស្ងោរហើយពេលស្ងោរឆ្អិនហើយយើងយកវាមកបុកជាមួយនឹងគ្រឿងស្លទឹកនំបញ្ចុកហ្នឹងទៅហើយយើងយកទឹកដែលយើងស្ងោរត្រីហ្នឹងយើងយកត្រីដែលយើងបុកលាយជាមួយនឹងគ្រឿងហ្នឹងយើងយកមកដាក់នៅក្នុងទឹកដែលយើងស្ងោរត្រីហ្នឹងទៅហើយយើងដាក់ឲ្យវាពុះអញ្ចឹងទៅហើយយើងបង់គ្រឿងតាមចំណូលចិត្តយើងមានប៊ីចេងបន្តិចស្ករបន្តិចធ្វើមកយើងភ្លក់ឲ្យសមល្មមហើយយើងច្រំប្រហុកដាក់ហើយចុងក្រោយយើងដាក់ជាមួយនឹងខ្ទិះដូងអញ្ចឹងយើងទុកវាឲ្យពុះមកលើសិនទៅបន្ទាប់ពីពុះហើយយើងមើលតាមចំណូលចិត្តយើងបើអ្នកខ្លះចូលចិត្តញ៉ាំខាប់ក៏ខាប់អ្នកខ្លះចូលចិត្តញ៉ាំរាយើងអាចថែមទឹកបានទៀតឥឡូវយើងងាកមកធ្វើទឹកផ្អែមវិញណាពីព្រោះជំនួបនៅខាងស្រុកញ៉ាំគឺភាគច្រើនគេធ្វើទឹកផ្អែមសម្រាប់ញ៉ាំជាមួយនឹងនំបញ្ចុកអញ្ចឹងណាអញ្ចឹងទឹកផ្អែមហ្នឹងគឺយើងមានម្ទេសក្រហមមានជាមួយនឹងសណ្តែកដីជាមួយនឹងទឹកអំពិលទុំហើយនឹងសាច់ដូងយើងយកទៅលីងហើយយើងបុកលាយជាមួយនឹងត្រីណាអញ្ចឹងគឺដំបូងគឺយើងបំពងខ្ទឹមដាក់ជាមួយនឹងម្ទេសក្រហមឲ្យឈ្ងុយមកហើយបន្ទាប់មកទៀតគឺយើងដាក់ជាមួយនឹងប្រហុកយើងឆាប្រហុកចូលគ្នាហើយយើងដាក់ដូងដែលយើងបានបុករួចហ្នឹងលីងហើយបុករួចហ្នឹងយើងដាក់ចូលគ្នាមកយើងឆាត្រឡប់ទៅត្រឡប់មកយើងបើកភ្លើងរឹមដើម្បីជៀសវាងការខ្លោចណាបងប្អូនហើយយើងឆាឲ្យឈ្ងុយឲ្យឡើងក្លិនឈ្ងុយហើយនឹងពណ៌ក្រហមអញ្ចឹងទៅណាហើយបន្ទាប់មកទៀតទើបយើងចាប់ផ្ដើមថែមគ្រឿងតាមចំណូលចិត្តជាទូទៅគឺទឹកផ្អែមហ្នឹងគឺយើងត្រូវដាក់ស្កររៀងច្រើនបន្តិចដើម្បីឲ្យមានជាតិផ្អែមយើងញ៉ាំជាមួយនឹងបញ្ចុកទៅគឺវាចាប់ជាតិចូលគ្នាមែនតើឥឡូវខ្ញុំដាក់ស្ករសហើយជាមួយនឹងប៊ីចេងយើងដាក់ហើយគឺយើងនៅតែបន្តកូរតិចទៀតដើម្បីឲ្យល្បាយនឹងចូលគ្នាហើយជៀសវាងការខ្លោចគឺខ្ញុំអត់ហ៊ានបើកភ្លើងខ្លាំងទេបងប្អូនអញ្ចឹងនៅពេលដែលយើងកូររហូតអញ្ចឹងទៅគឺបងប្អូនអាចចង់និយាយថាឈ្ងុយមែនតើចំពោះយើងលីងដូងឲ្យឈ្ងុយហើយយើងបុកជាមួយត្រីហើយយើងយកមកឆាអញ្ចឹងទៀតណាគឺឈ្ងុយមែនតើហើយបន្តមកទៀតគឺយើងដាក់ទឹកអំពិលទុំចូលទៅដាក់ទឹកអំពិលទុំហើយគឺយើងដាក់ទឹករំងាស់វាទុកជាការស្រេចឥឡូវយើងងាកមករៀបបន្លែរបស់យើងបន្លែប្លុករបស់យើងហ្នឹងគឺបេះជុំវិញផ្ទះហ្នឹងឯងដូចជាតាយងជ័យសណ្តែកគួរអីចឹងណាហើយផ្កាស្នោឥឡូវនេះគឺនំបញ្ចុករបស់យើងបានសម្រេចអរគុណច្រើន